បញ្ហាកកិតឃ្លៀឬក៏កកិតគល់ផ្លូវគឺជាបញ្ហាមួយដែលមើលទៅវាតូចទេប៉ុន្តែវាអាចរំខានដល់យើងគឺពិបាកនៅក្នុងការធ្វើការផ្សេងៗក៏ដូចជាយើងពាក់អាវអីទៅគឺវាកាហាយស្បែកវីដេអូថ្ងៃនេះខ្ញុំនឹងលើកយកពីវិធីមួយដែលយើងអាចបំបត្តិអាការៈបារលាកឬក៏កកិតនាំឲ្យយើងកាហាយស្បែកនេះជាមួយនឹងវិធីងាយៗមែនទេគោរពជំរាបសួរម្ដងទៀតទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលកំពុងតាមដានទស្សនាវីដេអូមួយនៅថ្ងៃនេះខ្ញុំសូមលើកយកពីវិធីសាស្ត្រងាយៗមួយដើម្បីយើងយកមកបាទគឺបំបត្តិនៅអាការៈមួយដែលយើងបាទពាក់អាវរឹបឬក៏ខោរឹបអីចឹងទៅគឺវាតែងតែមាននៅបញ្ហាមួយគឺកកិតឃ្លៀឬក៏កកិតគល់ផ្លូវបាទដោយសារបញ្ហានេះវាមិនមែនជាជំងឺអីឬក៏ជាបញ្ហាធំដុំទេប៉ុន្តែវាផ្ដល់នូវផលរំខានដល់យើងជាច្រើនមែនទែនដូចជានៅពេលដែលយើងកកិតស្បែកនឹងក្រហមអញ្ចឹងទៅកាហាយើងមិនអាចពាក់អាវឬក៏ធ្វើអ្វីបានដូចដែលយើងមិនមាននោះទេដូចជាយើងមិនបានកកិតនោះទេហើយបញ្ហាកកិតនេះតែងតែជួបប្រទះទៅលើពុកម៉ែបងប្អូនដែលគាត់ធ្វើការងារច្រើនការងារស្រែចម្ការការងារសំណង់ឬក៏ការងារអ្វីផ្សេងនៅពេលដែលយើងធ្វើយើងចេញញើសទៅគួបផ្សំជាមួយនឹងយើងពាក់អាវឬខោរឹបទីនោះវាបណ្ដាលឲ្យយើងកកិតស្បែករបស់យើងបាទដែលវាធ្វើឲ្យយើងហ្នឹងគឺជួបនៅបញ្ហាដូចជាកាហាយជាអីជាដើមហ្នឹងបាទហើយសម្រាប់បាទវិធីព្យាបាលក៏ដូចជាវិធីសាស្ត្រនៅក្នុងការបំបត្តិនៅបញ្ហានេះគឺពិតជាងាយមែនទែនបាទហើយខ្ញុំនឹងលើកយកបាទពីវិធីសាស្ត្រមួយនេះចែកចម្លែកទៅកាន់បងប្អូននៅពេលបន្តិចទៀតនេះបាទពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនមាននៅបញ្ហានេះបាទកកិតនេះពុកម៉ែបងប្អូនគឺគ្រាន់តែយកនៅប្រេងដូងបាទគឺប្រេងដូងយើងហ្នឹងគឺយើងចម្រាញ់យកប្រេងមកនៅពេលដែលបងប្អូនបាទពុកម៉ែបងប្អូនកកិតនៅត្រង់កន្លែងណាយើងយកប្រេងដូងទៅលាបនៅលើកន្លែងដែលយើងកកិតហ្នឹងទៅគឺអាការៈដែលយើងកកិតយើងកាហាយើងអីពិបាកទ្រាំហ្នឹងគឺវានឹងបាត់ភ្លាមតែម្ដងបាទគឺពិតជាស័ក្តិសិទ្ធិមែនទែនពូកែខ្លាំងមែនទែនហើយនិយាយទៅពុកម៉ែបងប្អូនបើសិនជាបញ្ហាកកិតនេះយើងកើតឡើងហើយយើងមិនដឹងថាព្យាបាលបែបណាគឺវាពិបាកដែរបងប្អូនណាគឺពិបាកពាក់អាវពិបាកស្លៀកខោអីចឹងទៅបាទហើយវិធីសាស្ត្រដែលខ្ញុំលើកឡើងនេះគឺវាបានផលពិត100%តែម្ដងដោយសារតែខ្ញុំក៏ធ្លាប់អនុវត្តនៅវិធីនេះដែរគឺប្រេងដូងយើងឯងគឺមិនមានអ្វីទាំងអស់បាទយកមកលាបនៅលើកន្លែងដែលយើងកកិតកផ្លូវឬក៏ក្លៀកហ្នឹងទៅគឺបាត់ភ្លាមតែម្ដងហើយធានាពុកម៉ែបងប្អូនណាហើយបើសិនជាពុកម៉ែបងប្អូនដែលឧស្សាហ៍មានបញ្ហាកកិតនេះគួរតែមានប្រេងដូងយើងបាទយកដូងទុំមកយើងកោសហើយយើងចម្រាញ់យកជាប្រេងច្រកកែវឬអីទុកទៅដល់ពេលដែលយើងមានបញ្ហាកកិតនេះពេលណាគឺយើងលាបពេលហ្នឹងតែម្ដងគឺយើងមិនចាំបាច់ដើររកព្រោះថាប្រេងដូងនេះនៅពេលដែលយើងត្រូវការក៏ពិបាករកដែរពុកម៉ែបងប្អូនណាទោះតែផ្សារឬក៏អីនោះឧទាហរណ៍ថាផ្ទះរបស់ពុកម៉ែបងប្អូននៅតាមចំការនៅតាមចង្កេះភ្នំឬលើភ្នំអីចឹងដែលគាត់ទៅធ្វើចំការនៅទីនោះឆ្ងាយពីផ្សារយើងពិបាកដែរអញ្ចឹងបើយើងមានស្រាប់ស្រួលមែនទែនបាទអញ្ចឹងវីដេអូមួយនេះគឺខ្លីទេហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនឹងការចែករំលែករបស់ខ្ញុំមួយនេះហើយបើសិនជាអាចពុកម៉ែបងប្អូន Subscribe Channel នេះម្នាក់មួយដើម្បីទទួលបានបាទការចែករំលែកថ្មីជាបន្តអំពីខ្ញុំដែលមានបាទការចែករំលែកពីវិធីសាស្ត្រព្យាបាលនៅបញ្ហាសើស្បែកផ្សេងក៏ដូចជារុក្ខជាតិដែលយើងអាចប្រើប្រាស់ជាថ្នាំបានដែលមាននៅក្នុងបាទប្រទេសយើងក៏ដូចជានៅលើផែនដីយើងនេះបាទព្រោះថារុក្ខជាតិទាំងអស់នៅលើផែនដីយើងគឺសុទ្ធតែជាថ្នាំទាំងអស់បាទដោយសារតែយើងមិនដឹងទើបយើងមិនដឹងបាទសូមអរគុណនិងសូមជម្រាបលា